នៅពេលដែលមន្ត្រីប៉ូលីសដ៏ខលខើសូម្បីតែប្រធានក្រុមម៉ាហ្វីយ៉ានៅកូរ៉េត្រូវអន់ក្បាលដើម្បីជួបជាមួយម៉ាហ្វីយ៉ាចិនដែលសម្លាប់មនុស្សដោយមិនបង់ប្រាក់ដោយក្រអឺតក្រទុំពេកដែលមិនខ្វល់ពីច្បាប់បងប្រុសខ្លាឃ្មុំរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យគាត់ជួបការលំបាកសួស្ដីការញៀនភាពយន្តថ្ងៃនេះខ្ញុំក៏មានភាពយន្តមួយដែរគឺ The Outlaw ដែលជាភាពយន្តគោរពច្បាប់តើអ្នកធុញទ្រាន់ទេនៅពេលអ្នកមើលភាពយន្តស្ដាប់បទចម្រៀងហើយអ្នកមានអារម្មណ៍ល្អជាមួយនឹងឈុតឆាកឈានដល់ចំណុចកំពូលប៉ុន្តែបន្ទាប់មកអ្នកឃើញការផ្សាយពាណិជ្ជកម្មដែលរំខានដល់អារម្មណ៍ខ្សែភាពយន្តនេះចាប់ផ្ដើមនៅសហគមន៍ចិនមួយក្នុងស្រុក Garebong ប្រទេសកូរ៉េបុរសទាំងពីរនាក់បានឆ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកពេលប៉ូលីសឃើញដូច្នោះពួកគេគិតថានឹងបញ្ឈប់វាប៉ុន្តែពេលពួកគេឃើញថាពួកគេទាំងពីរនាក់កាន់កាំបិតនៅក្នុងដៃពួកគេក៏ភ័យខ្លាចខណៈពេលដែលសហគមន៍កំពុងមើលបុរសម្នាក់បានដើរចូលមកដោយស្ងប់ស្ងាត់ហើយបានដកអាវុធចេញពីដៃរបស់គាត់យ៉ាងងាយស្រួលគាត់គឺជាបងប្រុសធំរបស់យើងគឺសុកតបន្ទាប់មកវីរបុរសបានទៅបារព្រោះមាននរណាម្នាក់ត្រូវបានគេចាក់ជនរងគ្រោះគឺជាសមាជិកម្នាក់នៃក្រុមក្មេងទំនើង Sorapit ដូច្នេះគាត់បានទៅត្រង់ក្រុមក្មេងទំនើង Sorapit ដើម្បីសួរចម្លើយពួកគេប៉ុន្តែក្មេងថ្មីនោះមានការខ្មាស់អៀនយ៉ាងខ្លាំងរហូតដល់បុរសចំណាស់បានតេះកំភ្លៀងគាត់រហូតដល់មេដឹកនាំក្រុមក្មេងទំនើង Sorapit ត្រូវចេញមកបញ្ឈប់គាត់ដូច្នេះវីរបុរសបានសួរថាអ្នកណាចាប់ប្អូនប្រុសរបស់គាត់ពេលគាត់ដឹងពីឈ្មោះអ្នកដែលចាក់គាត់ក៏ប្រញាប់តាមចាប់គាត់នៅហាងលូហ្គេមពេលឃើញប៉ូលីសគាត់ក៏រត់គេចខ្លួនប៉ុន្តែត្រូវវីរបុរសចាប់ខ្លួនបានទាន់ពេលវេលាពេលជនអាក្រក់យកកាំបិតចេញមកប្រយុទ្ធបុរសចំណាស់បានប្រាប់គាត់ឲ្យដាក់កាំបិតក្នុងកាបូបដើម្បីឲ្យវាចប់ប៉ុន្តែគាត់ចង់ប្រយុទ្ធដូច្នេះគាត់ត្រូវក្រុមចៅអាសូរ៉ាពីតចាក់រហូតដល់ស្លាប់ពេលគាត់ត្រឡប់មកដល់បារវិញវីរបុរសបានឲ្យគាត់ផឹកស្រាហើយប្រាប់គាត់ឲ្យនិយាយរឿងទាំងអស់ប៉ុន្តែគាត់មិនព្រមនិយាយការពិតទេដូច្នេះគាត់បានចាប់មុខរបស់គាត់ហើយអូសគាត់ទៅរកការពិតរហូតដល់គាត់ដឹងថាវីរបុរសបានទៅហាងលូហ្គេមប៉ុន្តែត្រូវបានក្រុមក្មេងទំនើងអាសូរ៉ាពីតបញ្ឈប់ដូច្នេះបុរសចំណាស់បានស្រែកហើយនិយាយថាហេតុអ្វីបានជាអ្នកចាប់ដើមទ្រង់ខ្ញុំបន្ទាប់មកគាត់បានជួបមេដឹកនាំក្រុមក្មេងទំនើងអាសូរ៉ាពីតនៅខាងទៀតហើយបានបង្រៀនគាត់ពីរបៀបអានចិត្តមនុស្សដូច្នេះគាត់បានហៅមេដឹកនាំទាំងពីរមកឆ្លោះប្រកែកគ្នាហើយបានប្រាប់ក្រុមក្មេងទំនើងអាសូរ៉ាពីតឲ្យសុំទោសដែលបានបញ្ជាឲ្យក្រុមក្មេងទំនើងអាសូរ៉ាពីតវាយគ្នាពួកគេទាំងពីរគ្រាន់តែលេងសើចប៉ុណ្ណោះដូច្នេះបុរសចំណាស់ក៏ក្រោកឡើងហើយនិយាយថាខ្ញុំនឹងប្រាប់គាត់ដូច្នេះពួកគេទាំងពីរក៏ចាប់ដៃគ្នាយ៉ាងលឿនបន្ទាប់មកវីរបុរសបាននាំពួកគេទាំងពីរទៅថតរូបគូស្នេហ៍ដ៏ផ្អែមល្ហែមមួយហើយទុកវានៅកន្លែងស្ងាត់មួយរួចគាត់ក៏និយាយថាកុំឆ្លោះគ្នាទៀតអ៊ីខ្សែភាពយន្តនេះបានកាត់ដល់ឈុតដែលក្រុមក្មេងទំនើងអាសូរ៉ាពីតមកពីប្រទេសចិនបានចាប់ប្អូនប្រុសរបស់សុងថេដោយសារតែគាត់ជំពាក់បំណុលគេហើយមិនព្រមសងវាពិតជាខុសខើណាស់ដែលក្រុមក្មេងទំនើងអាសូរ៉ាពីតត្រូវសងបំណុលដោយខ្លួនឯងដូច្នេះបុរសចំណាស់បានប្រាប់សុងថេឲ្យសងបំណុលជំនួសប្អូនប្រុសរបស់គាត់សុងថេបានបដិសេធហើយនិយាយថាតើអ្នកស្គាល់ខ្ញុំទេពេលពួកគេកំពុងលេងសើចបុរសចំណាស់បានចាក់គាត់ដោយកាំបិតរហូតដល់ក្រុមក្មេងទំនើងអាសូរ៉ាពីតទាំងអស់ឈរស្ងៀមហើយយំសោកស្ដាយចំពោះភាពខុសខើរបស់គាត់នៅយប់នោះវីរបុរសបានមកផឹកស៊ីនិងនិយាយជាមួយម្ចាស់ក្លឹបឈ្មោះហាវ៉ាងខណៈពេលដែលវីរបុរសហៀបនឹងសុំច្បាប់ឈប់សម្រាប់ព្រោះគាត់មានការងារត្រូវធ្វើក្មេងស្រីបានដើរចូលមកពួកគេត្រូវបានគេហៅថានូននំខៃអូគ្រាន់តែឈ្មោះនេះធ្វើឲ្យបុរសចំណាស់របស់យើងផ្លាស់ប្ដូរចិត្តហើយនិយាយថាដល់ពេលឈប់ហើយនៅពេលនោះឆាងជេននិងសាមូនក៏បានមកក្លឹបនេះដែរពេលព្រឹកឡើងក្មេងស្រីដ៏ស្រស់ស្អាតបានប្រញាប់ទៅដាស់វីរបុរសហើយប្រាប់គាត់ថាមានប៉ូលីសជាច្រើននៅខាងក្រៅគាត់បានរកឃើញថាមានការហៅទូរស័ព្ទចំនួន14ដែលមិនទាន់មានអ្នកលើកដូច្នេះគាត់បានចាក់ចេញពីបន្ទប់ដោយសម្ងាត់ពេលគាត់ឃើញក្មេងស្រីគាត់និយាយថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាមកយូរដំណេះខ្ញុំមកដល់ទីនេះតាំងពីព្រឹកមកកំលេះវាពិតជារលូនណាស់បន្ទាប់មកគាត់បានដើរទៅកាន់កន្លែងកើតហេតុបន្ទាប់ពីសួរចម្លើយអ្នកគ្រប់គ្រងរបស់ក្មេងស្រីនោះគាត់បានដឹងថាយប់មិញខេងខេននិងកូនចៅរបស់គាត់បានមកផឹកស៊ីហើយបានយាយីក្មេងស្រីនៅក្នុងក្លឹបវាបានបង្កឲ្យមានការឆ្លោះប្រកែកគ្នាជាមួយបុគ្គលិកក្លឹបបន្ទាប់ពីនោះខេងខេនបានបញ្ជាឲ្យកូនចៅរបស់គាត់កាត់ជើងបុគ្គលិកជាដុំដូច្នេះហាវ៉ាងនឹងដោះស្រាយវាដោយខ្លួនឯងប៉ុន្តែវីរបុរសបានបញ្ឈប់គាត់ហើយសួរគាត់ថាតើគាត់ជាមន្ត្រីប៉ូលីសឬអត់កុំបារម្ភគាត់នឹងដោះស្រាយវាដោយខ្លួនឯងប៉ុន្តែហាវ៉ាងមិនបានស្ដាប់ទេហើយបានបញ្ជាឲ្យអ្នកក្រោមបង្គាប់របស់គាត់ទៅរកពួកគេម្យ៉ាងវិញទៀតសឹងវូដែលជាអ្នកក្រោមបង្គាប់ជិតស្និទ្ធរបស់សុងភេបានឆ្លៀតឱកាសនោះហើយធ្វើការឲ្យឆាងឆេនបុរសម្នាក់នេះអាចធ្វើអ្វីក៏បានហើយគ្រាន់តែសុំលុយប៉ុណ្ណោះគាត់ចង់នាំស្ត្រីចិនមកលក់សេវាកម្មប៉ុន្តែសឹងវូបាននិយាយថាគាត់មិនអាចធ្វើវាបានទេព្រោះក្រុមរបស់ហ៊ីស៊ូមិនអនុញ្ញាតគាត់ដូច្នេះឆាងឆេនបានទៅទូហ្គេមរបស់ហ៊ីស៊ូហើយបានសុំឲ្យអ្នកក្រោមបង្គាប់របស់គាត់បង្កបញ្ហាដូច្នេះហ៊ីស៊ូត្រូវនាំអ្នកក្រោមបង្គាប់របស់គាត់មកហាងបន្ទាប់ពីនោះមេដឹកនាំនៃភាគីទាំងពីរបានឆ្លោះប្រកែកគ្នាឆាងឆេនបាននិយាយថាគាត់នឹងយកសកម្មភាពទាំងអស់របស់ហ៊ីស៊ូជារបស់គាត់មួយសន្ទុះអ្នកក្រោមបង្គាប់របស់ហ៊ីស៊ូត្រូវបានវាយប្រហារខណៈពេលដែលគាត់ហៀបនឹងជួយពួកគេឆាងឆេនបានគំរាមថាប្រសិនបើគាត់ទាញកាំបិតចេញគាត់នឹងកាត់ក្បាលហ៊ីស៊ូភ្លាមហើយសួរហ៊ីស៊ូថាតើគាត់នឹងស្លាប់នៅទីនេះឬទៅខានរកគុំមករកខ្ញុំទៀតមេម៉ាហ្វៃយ៉ាបាននិយាយថាខ្ញុំអាចត្រឡប់ទៅផ្ទះវិញដើម្បីការងារនេះ
មេក្រុមចោរមិនអាចឈប់ត្អូញត្អែបានទេព្រោះករណីនេះកាន់តែអាក្រក់ទៅរហូតដល់គាត់ត្រូវបានចៅហ្វាយបង្ខំឲ្យចាប់ឧក្រិដ្ឋជនហើយដាក់ទោសគាត់នៅយប់មួយខណៈពេលដែលលោកខេងខេនកំពុងផឹកស៊ីគាត់បានលងស្នេហ៍ជាមួយម្ចាស់ហាងដែលជាភរិយារបស់ស៊ឿងវូទោះបីជានាងមិនសប្បាយចិត្តក៏ដោយក៏នាងនៅតែតាំងចិត្តធ្វើជាភរិយារបស់ខេងខេនទោះបីជាស៊ឿងវូដឹងអ្វីគ្រប់យ៉ាងក៏ដោយក៏គាត់នៅតែភ័យខ្លាចហើយមិនហ៊ានធ្វើអ្វីទាំងអស់ពេលគាត់ទៅដល់ផ្ទះវិញគាត់បានដាក់ឈើជ្រុតមួយនៅក្នុងដៃនាងវិញមួយសន្ទុះក្រោយមកមានសំឡេងមួយនៅមុខបន្ទប់ពេលស៊ឿងវូបើកទ្វារភ្លាមគេក៏លេងរហូតដល់សន្លប់ហើយវែងចាប់ស៊ឿងវូបានព្រោះគាត់ចង់ដឹងការពិតអំពីខេងខេនស៊ឹងវូឈឺចាប់ព្រោះគេយកទៅឆ្ងាយពីប្រពន្ធដូច្នេះគេក៏យល់ព្រមធ្វើការជាមួយហាវ៉ាងនៅខាងវីរបុរសខណៈពេលដែលគេកំពុងផឹកស៊ីជាមួយអ្នកក្រោមបង្គាប់ឆាងឆេននិងក្រុមមនុស្សបានទៅញ៉ាំអាហារនៅភោជនីយដ្ឋានស៊ឹងវូដឹងថាជនជាតិចិនទាំង3នាក់នេះនៅពីក្រោយរឿងនេះឆាងឆេនក៏ដឹងថាវីរបុរសជាមន្ត្រីប៉ូលីសដែរដូច្នេះគាត់បានលួចចូលទៅក្នុងផ្ទះបាយដូច្នេះគាត់បានបញ្ជាឲ្យហុងសឹកដើរតាមគាត់ប៉ុន្តែនៅពេលដែលគាត់ដើរតាមគាត់ត្រូវបានឆាងឆេនចាក់ប្រេងពុះហើយរងរបួសបន្ទាប់មកគាត់បានចាក់ចេញពីកន្លែងកើតហេតុហើយរត់គេចខ្លួននៅព្រឹកបន្ទាប់វីរបុរសបានទៅលេងហុងសៀកដែលរងរបួសហើយបានប្រមូលប្រាក់សម្រាប់គាត់ហេតុការណ៍នេះធ្វើឲ្យហុងសៀកភ័យខ្លាចយ៉ាងខ្លាំងដូច្នេះវីរបុរសបាននិយាយថាគាត់នឹងនិយាយជាមួយចៅហ្វាយដើម្បីផ្លាស់គាត់ទៅអង្គភាពព័ត៌មាននៅខាងហ៊ីស៊ូដែលត្រូវបានប្លន់យកអាជីវកម្មរបស់គាត់មិនចង់បញ្ចប់រឿងនោះទេគាត់បានមកលេងជាមួយអ្នកក្រោមបង្គាប់របស់ឆាងឆេនប៉ុន្តែប្រសិនបើបើកមកជ្រៀតជ្រែកហ៊ីស៊ូត្រូវតែដកថយជាការពិតណាស់អ្នកទាំងពីរនាក់នេះបះបោរហើយមិនអនុញ្ញាតឲ្យពួកគេចាប់ក្រុមចោរនោះទេតាមពិតពួកគេអាចរត់គេចខ្លួនបានដោយលោតចេញពីអគារសុងហាក់ត្រូវបានបង្ខំឲ្យធ្វើការរហូតដល់សន្លប់បន្ទាប់ពីចាប់ក្រុមក្មេងទំនើងនោះបានត្រឡប់ទៅប៉ុស្តិ៍ប៉ូលីសវិញគាត់មិនបានសហការទេដូច្នេះវីរបុរសបានផ្លាស់ប្ដូររបៀបសួរចម្លើយទៅជារបៀបដ៏តឹងរ៉ឹងប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងទេគាត់មិនបាននិយាយអ្វីទាំងអស់ខ្សែភាពយន្តនេះបានកាត់ទៅពិធីខួបកំណើតរបស់ម្ដាយរបស់ហ៊ីសូតាមពិតនាងបានចូលមកបង្កបញ្ហាខណៈពេលដែលភ្ញៀវទាំងអស់កំពុងរត់ចេញពីការងារឆាងឆេនបានដើរចូលមកសម្រាប់ហ៊ីស៊ូករណីឃាតកម្មមនុស្សនៅក្នុងសន្តាគារបានក្លាយជាព័ត៌មានដ៏ធំមួយនាយកបានហៅវីរបុរសនិងប្រធានហើយមានបំណងចង់បោះករណីនេះទៅឲ្យនាយកដ្ឋានផ្សេងទៀតដើម្បីទទួលខុសត្រូវវីរបុរសបាននិយាយថាគាត់មានគម្រោងចាប់ពួកគេហើយបានប្រាប់នាយកថានេះជាឱកាសមួយសម្រាប់គាត់ដើម្បីក្លាយជាព័ត៌មានធំនាយកបានសួរថាតើគាត់អាចចាប់មនុស្សបានប៉ុន្មានអ្នកបុកបាននិយាយថាគាត់អាចចាប់មនុស្សបាន25នាក់ដូច្នេះនាយកបានទុកពេលឲ្យគាត់10ថ្ងៃដើម្បីចាប់ពួកគេម្យ៉ាងវិញទៀតឆាងឆេនបាននិយាយជាមួយម្ចាស់អគារដែលកំពុងសាងសង់ប៉ុន្តែអគារនោះមិនអាចសាងសង់បានទេព្រោះហាវ៉ាងបានបញ្ជូនមនុស្សរបស់គាត់មកបង្កបញ្ហាគាត់មានគម្រោងជួលវ៉ែនខេងខេនឲ្យមកដោះស្រាយជាមួយហែវែងបន្ទាប់មកខេងខេនបានមកញ៉ាំអាហារដើម្បីពិភាក្សាអំពីការស្លាប់របស់ហែវែងនៅពេលនោះមនុស្សរបស់ហែវែងបានមកភោជនីយដ្ឋានដើម្បីនិយាយដើមគេពេលយ៉ាងថេឃើញបែបនេះគាត់ក៏ប្រាប់ឆាងឆេនដូច្នេះគាត់ក៏លោតចុះពីជាន់ទី2ហើយបើកឡានចេញទៅពេលកំពុងនៅក្នុងឡានសឹងវូគិតចង់សម្លាប់ឆាងឆេនតែគាត់មិនបានសម្រេចគាត់ថែមទាំងត្រូវឆាងឆេនសម្លាប់ទៀតផងវីរបុរសបានដឹងអំពីរឿងនេះដូច្នេះគាត់បានមកក្លឹបប៉ុន្តែដៃស្តាំរបស់ហែវែងបានត្រឡប់មកវិញហើយប្រាប់គាត់ឲ្យត្រឡប់ទៅផ្ទះវិញដូច្នេះបើកបានបាញ់គាត់ស្លាប់ហើយនិយាយថាគាត់ជាអ្នកចាញ់បន្ទាប់មកគាត់បាននិយាយថាហាវ៉ាងគឺជាអ្នកដែលបានបញ្ជូនមនុស្សរបស់គាត់ទៅសម្លាប់ឆាងឆេនហើយបានឲ្យគាត់នៅអាវការពារគ្រាប់កាំភ្លើងព្រោះគាត់ខ្លាចថាគាត់នឹងត្រូវចាក់ស្លាប់នៅព្រឹកបន្ទាប់វីរបុរសបានហៅអ្នកភូមិមកនិយាយដើម្បីសុំជំនួយដើម្បីផ្ញើសារអំពីក្រុមចៅរបស់ឆាងឆេនដំបូងឡើយគ្មាននរណាម្នាក់ជួយទេព្រោះពួកគេខ្លាចពួកគេនឹងជួបបញ្ហាយុវជននោះបានប្រមានមនុស្សគ្រប់គ្នាថាគាត់នឹងជ្រើសរើសរស់នៅជីវិតដ៏គួរឲ្យខ្លាចបែបនេះជារៀងរហូតហើយអ្នកណានឹងត្រូវចាក់សម្លាប់អ្នកភូមិបានផ្លាស់ប្ដូរចិត្តហើយបានចាប់ដៃជាមួយប៉ូលីសបន្ទាប់មកមនុស្សគ្រប់គ្នាបានថតរូបសមាជិកក្រុមចៅរបស់ខេងខេនដើម្បីផ្ញើសារទៅកាន់មន្ត្រីប៉ូលីសរហូតដល់ថ្ងៃមួយប៉ូលីសចិនបានមកយកសុញហែកហើយបានត្រឡប់ទៅប្រទេសចិនវិញដើម្បីដាក់ទោសគាត់ពេលពួកគេកំពុងនៅក្នុងឡានពួកគេបានទម្លាក់គ្រឿងញៀនដោយចៃដន្យហើយនិយាយថានៅប្រទេសកូរ៉េវាពិតជាពិបាករកមនុស្សទិញគ្រឿងញៀនទាំងនេះណាស់សុងហាក់បាននិយាយថាគាត់អាចដោះលែងគ្រឿងញៀនបានមន្ត្រីចិនទាំងពីរនាក់បានដោះលែងសុងហាក់ហើយពួកគេក៏ប្រញាប់ត្រឡប់ទៅរាយការណ៍ទៅឆាងឆេនថាប៉ូលីសចិនអាចនាំយកគ្រឿងញៀនមកដោយមិនចាំបាច់ត្រួតពិនិត្យហើយយើងនឹងមានទ្រព្យសម្បត្តិច្រើនប្រសិនបើយើងអាចដោះលែងគ្រឿងញៀនទាំងនោះបានប៉ុន្តែពួកគេចង់និយាយជាមួយមន្ត្រីទាំងនោះដោយខ្លួនឯងតាមពិតទៅមន្ត្រីចិនទាំងពីរនាក់នោះគឺជាអ្នកដឹកនាំក្រុមចោរលោកខេងខេននិងក្រុមចោររបស់គាត់បានមកដល់ប៉ូលីសចិនដូចដែលពួកគេបានគ្រោងទុកប៉ុន្តែនៅពេលដែលអ្នកដឹកនាំក្រុមនោះទៅចាប់ខ្លួនក្រុមក្មេងទំនើងគាត់មិនបានជួបខេងខេនទេព្រោះគាត់បានទៅក្លឹបរបស់ហែវែងនៅពេលដែលខេងខេនបានជួបហែវែងដែលជាម៉ាហ្វីយ៉ាពិតប្រាកដគាត់ត្រូវរត់គេចខ្លួនម្ដងទៀតគាត់ពិតជាមេដឹកនាំក្រុមក្មេងទំនើងមែនប៉ុន្តែហាវ៉ាងមិនអាចរត់គេចពីឆាងឆេនបានទេគាត់បានរួចផុតពីការចាក់ព្រោះគាត់ពាក់ខ្សែសំជាសំណាងល្អមន្ត្រីប៉ូលីសបានដើរតាមគាត់ហុងសុកបានឃើញឆាងឆេនដូច្នេះគាត់បានដើរតាមគាត់ហើយហៅខ្សែសំហើយប្រាប់គាត់ថាឆាងឆេននៅឯមជ្ឈមណ្ឌលកែច្នៃឡើងវិញ
ខណៈពេលដែលគាត់ហ៊ាបនឹងរត់គេចខ្លួនហុងសឹកដែលត្រូវការពេលវេលាបានបង្ហាញខ្លួនឆាងឆេនហ៊ាបនឹងវាគាត់រហូតដល់ស្លាប់ជាសំណាងល្អបឹកអាចបញ្ឈប់គាត់បានគាត់បានប្រយុទ្ធជាមួយមេដឹកនាំហើយគាត់ត្រូវបានចាប់ខ្លួនចាងឆេនបានរត់គេចខ្លួនទៅភោជនីយដ្ឋានតូចមួយហើយបានប្រើទូរស័ព្ទរបស់គាត់ដើម្បីទូរស័ព្ទទៅហាវាងដើម្បីសុំលុយនៅពេលនោះគាត់បានជួបអ្នកភូមិហើយបានថតរូបអ្នកក្រោមបង្គាប់របស់គាត់ដោយលួចលាក់ឆាងឆេនខឹងយ៉ាងខ្លាំងហើយដើរតួជាម្ចាស់ភោជនីយដ្ឋានសូម្បីតែយុវជននោះពេលមេក្រុមមកជួបគាត់ក៏ប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់ហើយយុវជននោះបាននិយាយថាគាត់បានហ្វេឆាងឆេននិយាយថាគាត់នឹងហោះទៅឆ្ងាយពេលឆាងឆេនផ្លាស់សម្លៀកបំពាក់ពេលគាត់ចេញមកគាត់បានជួបបងបឺកដែលកំពុងរង់ចាំគាត់បានសួរអ្នកដឹកនាំថាតើគាត់នៅម្នាក់ឯងឬអត់ពូបុកបាននិយាយថាគាត់នៅលីវហើយនិយាយថាយន្តហោះនឹងមិនត្រូវបានប្រើប្រាស់ទៀតទេបន្ទាប់ពីនោះភាពសប្បាយរីករាយក៏ចាប់ផ្ដើមគាត់បាននិយាយថាគាត់បានខកខានការបន្ថែមភាសាកូរ៉េឈុតនេះពិតជាសប្បាយណាស់បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនតួឯកបានប្រាប់តួឯកថាខេងខេនកំពុងនៅក្នុងបន្ទប់ទឹកហើយទុកឲ្យគាត់បង់ថ្លៃខូចខាតទាំងអស់ប៉ុន្តែវាមានតម្លៃព្រោះតួឯកមានភាពល្បីល្បាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយធំភាពយន្តបានបញ្ចប់នៅពេលដែលតួឯកនាំយុវជននោះទៅញ៉ាំអាហារប៉ុន្តែមុនពេលគាត់ទៅភោជនីយដ្ឋានមានពាក្យចាំអារាមថាមានករណីធំមួយបានកើតឡើងម្ដងទៀតបុកបានត្រៀមខ្លួនរួចរាល់ហើយផ្ទាល់ខ្លួនខ្ញុំពេលខ្ញុំមើលរឿងនេះគាត់និពន្ធមួយផ្នែកដើម្បីដាក់ទុនកម្មម៉ាហ្វេយ៉ាក្នុងឆ្នាំ2004ឈុតឆាកបន្ថែមទំនងជានិពន្ធដោយផបឺគាត់និពន្ធស្ទើរតែគ្រប់ឈុតឆាកទាំងអស់រហូតដល់មនុស្សមួយចំនួនហៅវាថា The Rock ឬកូរ៉េខាងជើងប៉ុន្តែនៅក្នុងឈុតឆាកនីមួយបរិសចំណាស់តែងតែមានពេលវេលាដ៏គួរឲ្យស្រឡាញ់លាក់ទុកប៉ុន្តែចំណុចដែលខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តនេះខ្វះខាតបន្តិចនោះគឺថាគួរតែមានតួឯកស្រីដ៏ស្រស់ស្អាតម្នាក់ដើម្បីប៉ះបេះដូងតើអ្នកគិតយ៉ាងណាចំពោះខ្សែភាពយន្តនេះមុននឹងចាក់ចេញប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុចកណ្ដឹងហើយជីវ Channel YouTube និងទំព័រអ្នកគាំទ្ររបស់ខ្ញុំដើម្បីគាំទ្រខ្ញុំសម្រាប់ថ្ងៃនេះខ្ញុំត្រូវទៅរកសាច់ទឹកដោះគោនិងស៊ុតខ្ញុំពិតជាចង់និយាយថាជាអាហារមែនប៉ុន្តែខ្ញុំមិនដឹងថាទស្សនិកជននឹងជឿខ្ញុំឬអត់ទេលាហើយ